ព្រះគម្ពីរយ៉ាកុបចំពុក4ខ6បាននិយាយថាតែទ្រង់ផ្ដល់ព្រះគុណមកកាន់តែច្រើនឡើងហេតុនេះបានជាទ្រង់មានបន្ទូលថាព្រះទ្រង់ទោះទៅទាំងនឹងពួកមានឫទ្ធិធំតែទ្រង់ផ្ដល់ព្រះគុណមកពួករាពសាវិញបងប្អូនជាទីស្រឡាញ់នៅក្នុងពិភពលោកយើងសពថ្ងៃនេះមនុស្សជាច្រើនចង់ល្បីល្បាញឈ្មោះចង់ឲ្យគេសរសើរចង់ឲ្យគេគោរពចង់ឲ្យគេលើកតម្កើងខ្លួនដោយសារចំណេះដឹងដែលខ្លួនមានទ្រព្យសម្បត្តិដែលខ្លួនមានឋានៈបុណ្យស័ក្តិតួនាទីដែលខ្លួនមានតែអ្វីទាំងអស់នោះអាចធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសេចក្តីអំនួតដោយមិនដឹងខ្លួនប៉ុន្តែព្រះបន្ទូលថ្ងៃនេះបានប្រាប់យើងយ៉ាងច្បាស់ថាអ្វីដែលព្រះទ្រង់ទោះទៅទាំងមិនមែនជាភាពក្រីក្រឬភាពទន់ខ្សោយនោះទេប៉ុន្តែជាចិត្តដែលឆ្មើងឆ្មៃហើយមិនចេះបន្ទាបខ្លួនវិញសំណួរសួរថាតើមនុស្សឆ្មើងឆ្មៃមានលក្ខណៈបែបណាមនុស្សឆ្មើងឆ្មៃមិនត្រឹមតែនិយាយអួតប៉ុណ្ណោះទេប៉ុន្តែពួកគេមានលក្ខណៈដូចតទៅជាអ្នកដែលមិនទទួលការកែតម្រូវជាអ្នកដែលគិតថាខ្លួនឯងធ្វើត្រូវគ្រប់រឿងទាំងអស់ជាអ្នកដែលមើលងាយអ្នកដទៃថាមិនស្មើនឹងខ្លួនឯងឡើយជាអ្នកដែលពឹងលើកម្លាំងខ្លួនឯងជាងពឹងលើព្រះវិញជាអ្នកដែលចង់បានស្រីល្អសម្រាប់តែខ្លួនឯងជាងថ្វាយស្រីល្អដល់ព្រះហើយការអំនួតចាប់ផ្ដើមកើតចេញពីក្នុងចិត្តរួចក៏ចាប់ផ្ដើមបញ្ចេញតាមពាក្យសម្ដីនិងការប្រព្រឹត្តសំណួរបន្ទាប់ហេតុអ្វីបានជាព្រះទ្រង់ទាស់ទទឹងនឹងមនុស្សឆ្មើងឆ្មៃចម្លើយពីព្រោះអំនួតធ្វើឲ្យមនុស្សមិនត្រូវការព្រះនៅពេលដែលមនុស្សនិយាយថាខ្ញុំអាចធ្វើបានដោយខ្លួនឯងហើយពេលនោះពួកគេនឹងលើកខ្លួនជំនួសព្រះហើយអំពើបាបជាច្រើនដែលមានកត់ទុកនៅក្នុងព្រះគម្ពីរសុទ្ធតែមានឫសគល់ចេញពីភាពអំនួតរបស់មនុស្សដូច្នេះព្រះទ្រង់មិនអាចគាំទ្រអំនួតបានឡើយពិតមែនហើយព្រះស្រឡាញ់មនុស្សគ្រប់រូបដោយគ្មានលក្ខខណ្ឌប៉ុន្តែទ្រង់ទោះទទឹងនឹងសេចក្តីអំនួតដែលនាំមនុស្សឲ្យឆ្ងាយពីទ្រង់ឯលក្ខណៈរបស់មនុស្សដែលបន្ទាបខ្លួនមានដូចខាងក្រោមទី1ពួកគេទទួលស្គាល់អ្វីៗទាំងអស់ថាមកអំពីព្រះពួកគេទទួលការកែតម្រូវដោយអំណរឯការបម្រើព្រះរបស់ពួកគេមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននោះឡើយឯដួងចិត្តរបស់មនុស្សទាំងនោះតែងតែពឹងផ្អែកលើព្រះចេស្តារបស់ព្រះជានិច្ចសំណួរបន្ទាប់នៅពេលមាននរណាម្នាក់កែតម្រូវអ្នកស្របតាមព្រះបន្ទូលតើអ្នកខឹងគេឬក៏ទទួលយកនៅពេលដែលអ្នកទទួលបានភាពជោគជ័យក្នុងការងារឬក៏មុខរបររបស់អ្នកតើអ្នកអរព្រះគុណព្រះឬអួតអំពីសមត្ថភាពរបស់ខ្លួនឯងតើអ្នកចង់ឲ្យមនុស្សទទួលស្គាល់និងលើកតម្កើងខ្លួនឬចង់ឲ្យមនុស្សស្គាល់ព្រះគ្រីស្ទយេស៊ូវវិញបើនៅថ្ងៃនេះអ្នកមានអារម្មណ៍ថាអ្នកទន់ខ្សោយបាក់ទឹកចិត្តចូលចងចាំថាព្រះទ្រង់មិនស្វែងរកមនុស្សដែលល្អឥតខ្ចោះនោះទេប៉ុន្តែទ្រង់ស្វែងរកមនុស្សដែលមានចិត្តបន្ទាបនិងស្មោះត្រង់ចំពោះទ្រង់ហើយព្រះគុណរបស់ទ្រង់គ្រប់គ្រាន់សម្រាប់អ្នកហើយឯព្រះហស្ថស្ដាំទ្រង់ក៏នឹងអាចលើកមនុស្សដែលបន្ទាបខ្លួនឡើងជាធំឧត្តមបានប៉ុន្តែមនុស្សដែលមានសេចក្តីអំនួតទ្រង់
នឹងនាំកាដូរលំមួយមកដល់គេសូមអធិដ្ឋានជាមួយខ្ញុំអោព្រះវរបិតាដ៏បរិសុទ្ធអើយសូមទ្រង់ពិនិត្យមើលចិត្តថ្លើមទូលបង្គំផងបើមានសេចក្តីអំនួតណាឬការលើកដំកើងខ្លួនណាលាក់កប់នៅក្នុងដួងចិត្តរបស់ទូលបង្គំសូមបង្ហាញឲ្យទូលបង្គំឃើញផងហើយជួយទូលបង្គំឲ្យបានប្រែចិត្តវិញសូមបង្រៀនទូលបង្គំឲ្យរស់នៅដោយភាពបន់ទាបខ្លួនមានការស្រឡាញ់ទទួលយកការកែតម្រូវដែលស្របតាមព្រះបន្ទូលរបស់ទ្រង់ជានិច្ចសូមទ្រង់ប្រទានពរដល់ក្រុមគ្រួសាររបស់ទូលបង្គំនិងកិច្ចការបម្រើរបស់ទូលបង្គំឲ្យគ្រប់កិច្ចការទាំងអស់ជាការលើកដំកើងដល់ព្រះនាមទ្រង់មិនមែនលើកដំកើងខ្លួនឯងនោះឡើយហើយកូនសូមថ្វាយគ្រប់ពាក្យទូលអង្វរទាំងអស់នេះដែលក្នុងព្រះនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះនៃសេចក្តីសុខសាន្តបានប្រទានពរដល់បងប្អូនទាំងអស់គ្នា